សូមជម្រាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មក Channel Tola Anime ហើយមេរៀនទី3នេះគឺយើងរៀនពី perspective 3 point ហើយនិង4 point អញ្ចឹងមុនដំបូងយើងត្រូវដាក់ vanishing point របស់យើង2សិនអញ្ចឹង vanishing point 1ហើយនិង vanishing point 2វានៅត្រូវចំបន្ទាត់ផ្ដេកអញ្ចឹងយើងដៅតាណាក៏បានដែរនៅលើបន្ទាត់ផ្ដេកហ្នឹងបន្ទាប់មកយើងចាប់ផ្ដើមដាក់ vanishing point 3យើងដាក់ពីលើក៏បានពីក្រោមក៏បានដែរប៉ុន្តែឥឡូវហ្នឹងខ្ញុំចង់ដាក់ពីក្រោមឲ្យអ្នកទាំងអស់គ្នាមើលសិនអញ្ចឹង vanishing point 3របស់យើងភាគច្រើនយើងដាក់នៅក្រៅ frame ហើយនេះនៅខាងក្នុងហ្នឹងគឺជារូបភាពរបស់យើងតែបើសិនជាយើងចង់ដាក់ vanishing point 3នៅក្នុង frame របស់យើងក៏បានដែរប៉ុន្តែគាត់ថារូបរបស់យើងហ្នឹងមើលទៅវាអត់សូវស្អាតអីចឹងអញ្ចឹងភាគច្រើនគេដាក់នៅខាងក្រៅ frame អញ្ចឹងខ្ញុំនឹងបង្កើតមួយទៀតដាក់ឲ្យនៅឆ្ងាយមែនតើហ្មងអញ្ចឹងដូចគ្នាខ្ញុំដាក់ vanishing point 3ហ្នឹងនៅខាងលើមួយទៀតប៉ុន្តែខាងលើហ្នឹងខ្ញុំដាក់រៀងប្រឆិតហើយវារៀងនៅជិតតិចអញ្ចឹងដំបូងយើងត្រូវបង្កើត box ដូចមុនអញ្ចឹងដើម្បីបង្កើត box ហ្នឹងបានយើងត្រូវមាន guideline អញ្ចឹងយើងចាប់ពី vanishing point 2 1ហើយនិង vanishing point 1 1ដើម្បីបង្កើតបាននៅ box ណាបន្ទាប់ពីយើងដាក់ guideline ហើយយើងគូវាចេញមកចេញបាន box វាមកអញ្ចឹងតោះមកយើងបញ្យោលវាចាប់ពី vanishing point 3មកយើងបញ្យោលវាពី vanishing point 3មកឲ្យគ្រប់ជ្រុងទាំងអស់មកឲ្យវាចេញជារូបរាង box មួយឲ្យពេញលេញណាអញ្ចឹងពេលយើងបញ្យោលវាចេញពី vanishing point 3ហ្នឹងអាហ្នឹងវាជាកម្ពស់អញ្ចឹងយើងចាប់ផ្ដើមបញ្យោលចាប់ពី vanishing 1 vanishing 2មកទៀតមកឲ្យវាចេញទៅជាបាតខាងក្រោមវាមកទៀតមកវាទៅជា complete box មួយបន្ទាប់ពីយើងបញ្យោលវាបានគ្រប់ជ្រុងហើយយើងគូវាភ្ជាប់គ្នាមកឲ្យទៅជា box 3 perspective បន្ទាប់ពីយើងចាប់វាបានជា box 3 perspective ហ្នឹងមកវាមើលទៅប្រអប់របស់យើងហ្នឹងវារៀងមើលទៅស្អាតជាង2 perspective បន្ទាប់មកយើងចាប់ផ្ដើមគូប្រអប់មួយទៀតអញ្ចឹងយើងទាញចាប់ពី perspective 1 perspective 2មកយើងបង្កើតផ្ទៃខាងលើវាបន្ទាប់មកយើងទាញពី perspective 3មកដើម្បីបានកម្ពស់វាហើយបន្ទាប់មកចាំយើងទាញបាតពី perspective 1ហើយនិង perspective 2មកថែមទៀតមកយើងបានប្រអប់មួយទៀតហើយអញ្ចឹងអានេះខ្ញុំនឹងបង្កើតប្រអប់មួយទៀតនៅលើខ្សែភ្នែកម្ដងអញ្ចឹងដូចគ្នាយើងបញ្យោលវាពី vanishing 1ហើយនិង vanishing 2មក
តមកយើងគូវាដូចនឹងអានៅខាងក្រោមហ្នឹងអញ្ចឹងអាប្រអប់ខាងលើនេះយើងគូហើយវារៀងចម្លែកតិចប៉ុន្តែវាត្រូវតាម perspective ទាំងអស់អញ្ចឹងអានេះឧទាហរណ៍មួយទៀតដែលខ្ញុំបញ្ចូលឲ្យស្រាប់ឲ្យយើងមើលឥឡូវខ្ញុំចាប់ផ្ដើមគូអាគារមួយដែលប្រើ perspective 4 point ទាំងអស់ហ្នឹងអញ្ចឹងដំបូងយើងត្រូវគូ guideline វាពី point 1 point 2 point 3ទាំងអស់ហ្នឹងឥឡូវខ្ញុំលុបអាបាតនេះវាចេញសិនហើយខ្ញុំគូភ្ជាប់វាទៅជាមួយនឹង vanishing point 3ហ្នឹងដើម្បីមើលទៅអាគារហ្នឹងមើលទៅវាខ្ពស់អញ្ចឹងនៅពេលណាដែលខ្ញុំគូអញ្ចឹងហើយយើងដាក់ frame ទៅបានន័យថាអាគារហ្នឹងវាខ្ពស់ខ្លាំងយើងមើលទៅវាអត់ឃើញបាតវាអានេះបន្ទាប់មកខ្ញុំគូ guideline ឲ្យគ្រប់4 point ទាំងអស់ហ្នឹងវាចេញទៅជារៀងអញ្ចឹងមើលទៅវារៀងដូចនេះអញ្ចឹងដូចគ្រាប់ពេជ្រអញ្ចឹងបន្ទាប់មកអានេះខ្ញុំគូបាតវាគូខ្នល់ហើយគូស្ពាមើលទៅវាចេញជារៀងអាគារមួយបន្ទាប់មកខ្ញុំដាក់ guideline បន្ទាត់ត្រង់មួយបន្ទាប់មកយើងចាប់ផ្ដើមគូខ្សែ guideline ដែរប៉ុន្តែខ្សែហ្នឹងយើងគូវាឲ្យវាទៅជារៀងកោងប៉ុន្តែកុំឲ្យកោងឆ្ងាយពេកបន្ទាប់ពីយើងគូ guideline ហើយយើងចាប់ផ្ដើមគូរៀងអាគារយើងឲ្យទៅជារៀងកោងអញ្ចឹងមកអញ្ចឹងបន្ទាប់មកយើងដាក់ប្អួចវាមកឲ្យវាទៅជាអាគារមួយហ្នឹងហើយចុងក្រោយយើងបានរៀងអាគារមួយ 4 point perspective ហ្នឹងហើយអ្នកទាំងអស់គ្នាវីដេអូយើងចប់តែប៉ុណ្្នឹងចាំជួបគ្នាវីដេអូក្រោយៗទៀតអរគុណបាយបាយ